នៅចុងខែកក្កដាដែលជារដូវវស្សាមានភ្លៀងធ្លាក់ខ្លាំងទើបធ្វើឲ្យបរិយាកាសស្ថិតនៅក្នុងខេត្តមួយជាប់នឹងមាត់ទន្លេមេគង្គនៅឯប្រទេសឡាវគឺមានភាពងងឹតអាប់អួរនិងមានភាពត្រជាក់ជ្រៀតចូលទៅដល់ឆ្អឹងហើយក៏មានក្រុមអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រខ្មោចមួយក្រុមដែលយើងហៅថា Ghost Hunter ក្រុមនេះផងដែរគឺដឹកនាំដោយលោកពូម្នាក់ឈ្មោះថាពិសិដ្ឋហើយពួកគាត់បានចុះទៅដល់នៅតំបន់នោះដើម្បីនឹងស្រាវជ្រាវពីរឿងប្រវត្តិសាស្ត្រផ្សេងបាននិយាយពីលោកពូពិសិដ្ឋជាបុរសវ័យកណ្ដាលម្នាក់ដែលមានបទពិសោធន៍ជាង2ទសវត្សរ៍ទៅហើយនៅក្នុងការស៊ើបអង្កេតរឿងរ៉ាវអាថ៌កំបាំងរឿងចម្លែកផ្សេងដែលលាក់កំបាំងពីមនុស្សគ្រប់គ្នាលោកពូមិនត្រឹមតែមានចំណេះដឹងខាងឧបករណ៍វិទ្យាសាស្ត្រទំនើបប៉ុណ្ណោះទេប៉ុន្តែគាត់ថែមទាំងយល់ដឹងជ្រៅជ្រះពីជំនឿពិធីសាសនានិងរឿងរ៉ាវផ្សេងទៀតផងសូមស្វាគមន៍មកកាន់ Spirit Away ថ្ងៃនេះខ្ញុំនឹងនាំអារម្មណ៍បងប្អូនទាំងអស់គ្នាទៅកាន់ប្រទេសឡាវដែលសាច់រឿងយើងថ្ងៃនេះគឺនិយាយតាក់ទងទៅនឹងផ្ទះកណ្ដាលបឹងមួយកន្លែងដែលបង្កប់នៅរឿងអាថ៌កំបាំងឬរឿងរ៉ាវចម្លែកផ្សេងចង់ដឹងថាសាច់រឿងនេះនឹងមានរឿងរ៉ាវគួរឲ្យចាប់អារម្មណ៍និងព្រឺព្រួយយ៉ាងណាសូមតាមដានស្ដាប់ដូចតទៅរឿងនេះគឺចាប់ផ្ដើមឡើងពីក្រុមអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រខ្មោចមួយក្រុមឬយើងហៅថាអ្នកប្រមាញ់ខ្មោចដែលដឹកនាំដោយលោកពូពិសិដ្ឋពួកគាត់បានចុះទៅកាន់ខេត្តមួយជាប់នឹងមាត់ទន្លេមេគង្គនៃឯប្រទេសឡាវហើយគោលដៅរបស់ពួកគាត់ហ្នឹងគឺទៅកាន់បឹងដ៏ធំមួយឈ្មោះថាបឹងមាសតាមរយៈការសើចមើលរបស់គាត់ឲ្យដឹងថាបឹងនេះគឺមានតាំងពីយូរលង់ណាស់មកហើយនៅទីនោះគេធ្លាប់ឃើញមានមាសចែងចាំងពីបាតបឹងទើបអ្នកភូមិហៅបឹងនោះថាគឺជាបឹងមាសក៏ប៉ុន្តែនៅពេលគាត់ទៅដល់ទីតាំងពិតប្រាកដអ្វីហាក់បីដូចជាមិនដូចទៅលើការស្រាវជ្រាវ research មើលរបស់ពួកគាត់ឡើយដែលអ្នកភូមិនៅទីនោះហៅបឹងនោះថាគឺជាបឹងខ្មោចទៅវិញហើយពួកគេថែមទាំងហាមក្រុមរបស់លោកពូពិសិដ្ឋមិនឲ្យចូលទៅកាន់បឹងនោះទៀតផងមិនត្រឹមតែប៉ុណ្ណោះទេពួកគេហាមកូនចៅខ្លួនមិនឲ្យចូលទៅកាន់បឹងនោះនៅពេលយប់ជាដាច់ខាតបើនិយាយពីសភាពបឹងនោះវិញគឺមានទឹកពណ៌ភក់ក្រមៅនិងមានសរសៃតូចជាច្រើនហាក់បីដូចជាសរសៃឈាមនៃបឹងនោះអញ្ចឹងសរសៃទាំងអស់នេះគឺកើតឡើងចេញពីឫសរុក្ខជាតិជាច្រើនបានដកចាស់ស្រេះពាសពេញផ្ទៃបឹងនិងរុក្ខជាតិខ្លះទៀតបានងាប់ស្អុយរលួយប្រែទៅជាពណ៌ខ្មៅទើបធ្វើឲ្យបឹងនេះមើលទៅហាក់បីដូចជាគួរឲ្យខ្លាចមិនត្រឹមតែប៉ុណ្ណោះនៅចំកណ្ដាលបឹងគឺមានកូនកោះមួយនិងមានផ្ទះមួយសាងសង់នៅលើកោះនោះផ្ទះនោះរចនាបថបែបបុរាណនិងសាងសង់ឡើងពីឈើបេងធំដំបូលរបស់វាគ្របដណ្ដប់ទៅដោយស្លែនិងស្លឹកឈើងាប់ជាច្រើនហើយបង្អួចត្រូវបានបិទជិតហាក់បីដូចជាលាក់កំបាំងនៅរឿងរ៉ាវអាថ៌កំបាំងណាមួយពីពិភពលោកខាងក្រៅផ្ទះនេះមើលទៅសភាពរឹងមាំប៉ុន្តែត្រូវបានគេទុកចោលជាច្រើនទសវត្សរ៍មកហើយអ្នកភូមិនៅក្បែរនោះសុទ្ធតែមានរឿងនិទានគួរឲ្យព្រឺព្រួយពីផ្ទះនោះគ្រប់គ្នាខ្ញុំសូមនិយាយសង្ខេបទៅលើរឿងរ៉ាវដែលពួកគាត់បានជួបពួកគេតែងតែឃើញនៅពន្លឺភ្លើងពណ៌ខៀវរៀងរាល់យប់ពេញបរមីពន្លឺពណ៌ខៀវលេចឡើងនៅលើផ្ទៃទឹកក្បែរផ្ទះនោះពន្លឺនោះហាក់ដូចជាកំពុងអណ្ដែតរំកិលយឺតដូចជាចង្កៀងគោមរសាត់អណ្ដែតនៅក្នុងផ្ទៃទឹកនោះអញ្ចឹងដែលយើងមើលទៅពីចម្ងាយគឺយើងនឹងឆ្ងល់ថាវាជាពន្លឺអ្វីនិងមិនមានអ្នកស្រាយចម្ងល់នោះបានឡើយក្រោយពីបានដំណឹងទាំងអស់នេះហើយធ្វើឲ្យលោកពូពិសិដ្ឋកាន់តែមានចំណង់ចង់សិក្សាស្រាវជ្រាវបន្ថែមពីផ្ទះនេះខ្លាំងណាស់ទៅក្រោយមកគាត់បានទទួលនៅព័ត៌មានថាផ្ទះនេះគឺជាផ្ទះរបស់លោកតាម្នាក់ឈ្មោះថាលោកតាហៃគឺជាអ្នកភូមិដែលល្បីល្បាញនិងមានធូរធារម្នាក់នៅទីនោះប៉ុន្តែគាត់ត្រូវបានបាត់ខ្លួនជាង50ឆ្នាំទៅហើយនិងមិនមាននរណាម្នាក់ដឹងថាគាត់ទៅទីណាឡើយលោកតាហៃគឺជាបរិសុទ្ធពោះម៉ាយនិងរស់នៅជាមួយកូនប្រុសម្នាក់ហើយគាត់ប្រកបមុខរបរនេសាទទើបធ្វើឲ្យជីវភាពគាត់កាន់តែធូរធារទៅ
ទើបគាត់សាងសង់ផ្ទះមួយនៅចំកណ្ដាលទឹកនេះឯងក្រោយពីទទួលបានព័ត៌មានសពគ្រប់ហើយលោកពូពិសិដ្ឋនិងជំនួយការរបស់គាត់2នាក់ទៀតគឺលោកពូថៅដែលជាអ្នកជំនាញខាងផ្នែកកាមេរ៉ាថតរូបឬក៏វីដេអូផ្សេងនិងម្នាក់ទៀតឈ្មោះថាលោកពូវណ្ណាដែលជាអ្នកឯកទេសខាងប្រើប្រាស់ឧបករណ៍ចាប់សញ្ញាអេឡិចត្រូម៉ាញ៉េទិកឬយើងហៅថា EMF ដែលជាឧបករណ៍ចាប់នៅសញ្ញាវិញ្ញាណផ្សេងពួកគាត់ទាំង3នាក់បានទៅជួលទូកចាស់មួយពីអ្នកភូមិម្នាក់នៅពេលដែលគាត់ទៅជួលអ្នកភូមិនោះគឺធ្វើទឹកមុខស្លេកស្លាំងនិងឆ្ងល់ហើយបាននិយាយតបទៅកាន់ពួកគាត់ថាអោលោកក្មួយអើយកុំទៅទីនោះអីគ្មានអ្នកភូមិណាម្នាក់ហ៊ានចូលទៅកាន់ទីនោះទេនៅទីនោះគឺមានផ្ទះចំណាស់មួយខ្នងហើយនឹងមានទ្វារបិទជិតយើងនឹងឃើញមានសោចាក់ពីខាងក្រៅផ្ទះដែលមានភាពច្រេះចាប់សល់តាំងពីយូរមកហើយអ្នកដែលទៅរករកនឹងសាវជ្រាវទីនោះមកវិញមិនដែលបានសុខទេអ្នកខ្លះកើតទៅជាឈួតទៅជាឡប់លែងចងចាំអ្វីទាំងអស់ហើយក្មួយដឹងអត់ផ្ទះនោះគឺជាផ្ទះរបស់តាហៃហើយតាហៃហ្នឹងបាត់ខ្លួនតាំងពី50ឆ្នាំមុនឯណោះប៉ុន្តែគេតែងតែគិតថាគាត់នៅរស់នៅទីនោះឡើយទេគាត់នៅតែចាំនៅទីនោះចឹងហើយពួកក្មួយកំទៅអីល្អជាងបើទោះបីត្រូវបានណែនាំហាម5ពីលោកអម្ចាស់ទូកក៏ដោយក៏ពួកគាត់ទាំង3នាក់នៅតែចេះរឹងរូសចង់ទៅដែរដោយសារនោះគឺជាការងារក៏ដូចជាចំណង់ចំណូលចិត្តរបស់ពួកគាត់ក្រោយពីបានជួលទុកពីលោកអ៊ំហើយក្រុមរបស់លោកពូពិសិដ្ឋក៏ចាប់ផ្ដើមចេញទុកទៅតាមរយៈខ្សែទឹកនោះគឺមានដើមឈើធំបែកមែកសាខាដោះស្អិចស្កះព័ទ្ធជុំវិញផ្ទៃបឹងចំណែកឯទឹកបឹងគឺនៅនឹងថឹងมันមានការកម្រើកអ្វីសោះឬក៏មានរលកបក់បោកឡើយវាហាក់បីដូចជាមានអ្វីអាចកំបាំងនៅក្នុងបាតបឹងនោះអញ្ចឹងពួកគាត់ទាំង3នាក់ក៏ចែវទូកធ្វើដំណើរទៅកាន់ផ្ទះចំណាស់ស្ថិតនៅកណ្ដាលបឹងនោះមួយរំពេចក្រោយមកពួកគាត់ទាំង3នាក់ក៏បានចែវទូករហូតទៅដល់កូនកោះនោះជំហានដំបូងឡើងទៅកូនកោះនោះភ្នែករបស់ពួកគាត់បានសម្លឹងមើលទៅផ្ទះចំណាស់នោះគឺវាប៉ិតដូចនឹងអ្នកភូមិបានអធិប្បាយប្រាប់គាត់អញ្ចឹងសភាពផ្ទះគឺមានភាពចំណាស់រីឯដំបូលផ្ទះគឺពោពេញទៅដោយស្លែនិងគ្របដណ្ដប់ទៅដោយស្លឹកឈើងាប់ជាច្រើនបរិវេណជុំវិញផ្ទះគឺពោពេញទៅដោយព្រៃស៊ុបទ្រប់ដែលពុំមាននរណាម្នាក់ធ្លាប់មកឆ្កានៅទីនេះអស់រយៈពេលជាយូរមកហើយបង្អួចផ្ទះត្រូវបានបិទជិតឈឹងដូចជាលាក់កំបាំងអ្វីមួយនៅក្នុងនោះអញ្ចឹងពួកគាត់ទាំង3នាក់បានឈានជើងចូលទៅកាន់ទ្វារហើយបានទម្លុះទ្វារចូលទៅក្នុងបរិវេណនៅក្នុងផ្ទះគឺពោពេញទៅដោយធូលីដីលាយផ្សំជាមួយនឹងសម្បុកពីងពីងដែលធ្វើហុំព័ទ្ធជុំវិញនៅទីនោះបើក្រឡេកមើលទៅក្បែរបង្អួចយើងនឹងឃើញមានតុចំណាស់មួយដែលត្រូវបានឈរសំកាំងចោលនៅទីនោះមិនដឹងតាំងពីពេលណាមកទេពួកគាត់ទាំង3នាក់បានឈានជំហានចូលទៅបន្តទៀតរហូតទៅដល់បន្ទប់ធំមួយដែលមានគ្រែហុំព័ទ្ធដោយមុងរហែកនៅទីនោះសភាពក្នុងបន្ទប់ហាក់បីដូចជាត្រូវបានគេរើកកកកាយស្វែងរកអ្វីមួយយ៉ាងអញ្ចឹងនេះសបញ្ជាក់ថាធ្លាប់មាននរណាម្នាក់ចូលមកស្វែងរកអ្វីម្យ៉ាងនៅក្នុងផ្ទះនេះពួកគាត់មិនចាំយូរឡើយរំពេចនោះលោកពូវណ្ណាបានរៀបចំដំឡើងនៅឧបករណ៍ EMF ឬក៏ឧបករណ៍ចាប់សញ្ញារបស់គាត់នៅពេលដែលគាត់ចាប់ផ្ដើមដំឡើងឧបករណ៍ហើយក៏បានបើកវាឲ្យដំណើរការស្រាប់តែភ្លាមនោះឧបករណ៍នោះបានចាប់សញ្ញាដែលមានកម្លាំងខ្លាំងខុសប្រក្រតី
ហើយគាត់បានស្រែកទៅកាន់លោកពូពិសិដ្ឋថាពិសិដ្ឋមើលមិនបានវាមានសញ្ញាខ្លាំងខុសធម្មតាអញ្ចឹងវាដូចជាមានអីមួយដែលកំពុងតែចូលមកក្បែរយើងអញ្ចឹងលោកពូវណ្ណាបាននិយាយជាមួយនឹងភាពស្លន់ស្លោចំណែកឯលោកពូថៅវិញគាត់បានរៀបចំនៅគ្រឿងថតរបស់គាត់ដើម្បីចាប់យកនៅរូបភាពឬក៏វីដេអូផ្សេងកំឡុងពេលដែលគាត់ចាប់ផ្ដើមថតនោះអ្វីគ្រប់យ៉ាងហាក់បីដូចជារលូនលោកពូថៅបានព្យាយាមថតតម្រង់ទៅកាន់ជ្រុងងងឹតមួយនៃបន្ទប់ធំនោះដែលជាកន្លែងពួកគេមានអារម្មណ៍ថាកំពុងតែមានអ្វីម្យ៉ាងឈរនៅទីនោះរូបភាពដំបូងរបស់គាត់នៅលើអេក្រង់កាមេរ៉ាអ្វីដែលពួកគាត់ឃើញគឺមិនមែនជាជ្រុងបន្ទប់ទទេស្អាតឡើយវាប្រែទៅជាពពកអាប់ពណ៌សក្រាស់ខ្មឹកអាប់ផ្សែងនោះមានសន្តានមិនទៀងទាត់ជួនកាលវាមានរូបរាងដូចជាខ្លួនមនុស្សជួនកាលវាមានរូបរាងរាយប៉ាយពាសពេញនៅកញ្ចក់កាមេរ៉ានោះហាក់បីដូចជាព្យាយាមលាក់បាំងមិនឲ្យពួកគេថតនៅអ្វីមួយនៅទីនោះអញ្ចឹងលោកពូថៅគាត់នៅតែមិនអស់ចិត្តជាមួយនឹងរឿងរ៉ាវទាំងនេះគាត់បានសេរីសិទ្ធិកាមេរ៉ាម្ដងទៀតដើម្បីឲ្យវាចាប់យករូបថតកាន់តែច្បាស់ជាងនេះក៏ប៉ុន្តែរូបថតដែលចាប់បានមកគឺនៅតែដដែលពេលនោះគាត់បានបែកញើសសស្រាក់ពេញទាំងក្បាលហើយគាត់បានសម្រេចចិត្តថានឹងប្រើកាមេរ៉ាចាប់កម្ដៅវិញដោយពុំចង់បានរូបភាពឡើយកាមេរ៉ាចាប់កម្ដៅគឺគ្រាន់តែប្រើប្រាស់ដើម្បីចាប់នៅទីតាំងដែលមានកម្ដៅខុសប្លែកពីសីតុណ្ហភាពធម្មតាដោយពេលនោះគាត់បានប្រើប្រាស់ឧបករណ៍វាស់សីតុណ្ហភាពនៅទីនោះគឺមានសីតុណ្ហភាព18អង្សាសេក៏ប៉ុន្តែនៅពេលដែលគាត់ប្រើប្រាស់កាមេរ៉ាដើម្បីចាប់យកនៅប្លង់ជ្រុងមួយនោះនៅក្នុងកាមេរ៉ាក៏បង្ហាញលេខឲ្យឃើញថានៅតំបន់នោះគឺមានសីតុណ្ហភាពដល់50អង្សានេះគឺវាខុសប្រក្រតីទៅហើយពូថៅបាននិយាយទៅកាន់គ្នាគាត់ពីរនាក់ទៀតថាមកមើលវាកំពុងតែមានអ្វីចម្លែកហើយនៅទីនេះមានកម្ដៅរហូតដល់50អង្សាសេវាដូចជាមានមនុស្សនៅទីនោះឬក៏មានអ្វីមួយដែលសាយភាយកម្ដៅអញ្ចឹងស្របពេលដែលពូថៅកំពុងតែតក់ស្លុតនឹងរូបភាពនៅក្នុងកាមេរ៉ាលោកពូពិសិដ្ឋបានដើរត្រុកទៅក្បែរតុមួយដែលជាតុឈើចំណាស់ដោះស្លែនិងពោពេញដោយសម្បុកពីងពីងរំពេចនោះគាត់បានទាញនៅថតតុដែលជាប់គាំងស្ទើរតែបើកមិនរួចហើយគាត់បានប្រទះឃើញសៀវភៅមួយក្បាលសៀវភៅនោះមានលក្ខណៈចាស់ក្រាលទៅហើយគម្របរបស់វាធ្វើឡើងពីស្បែកសត្វហើយមានក្លិនស្អុយតិចលាយឡំជាមួយនឹងក្លិនផ្កាគាត់បានចាប់ផ្ដើមទាញសៀវភៅនោះឡើងមកលើតុហើយនឹងបើកវាចូលទំព័រដំបូងនៅក្នុងសៀវភៅសន្លឹកខ្លះត្រូវបានខូចរហែកនិងបានរលត់ទៅហើយប៉ុន្តែគាត់បានចាប់អាននៅទំព័រខ្លះដែលមានអក្សរនៅទីនោះអក្សរនៅក្នុងនោះសរសេរដោយដៃញ័រហាក់បីដូចជាអ្នកសរសេរស្ថិតនៅក្នុងស្ថានភាពភ័យខ្លាចខ្លឹមសារនៅក្នុងនោះបានរៀបរាប់ថានៅថ្ងៃទី14ខែកញ្ញាដែលត្រូវជាខែភ្លៀងធ្លាក់ខ្លាំងមិនដាច់សូរសោះទឹកបឹងចាប់ផ្ដើមឡើងខ្ពស់ទៅដល់ថ្នាក់វាចង់លេបត្របាក់ផ្ទះនេះទាំងមូលទៅហើយរំពេចនោះខ្ញុំបានឮសំឡេងគេហៅឈ្មោះខ្ញុំពីក្រោមទឹក
សំឡេងនោះគឺសំឡេងកូនប្រុសរបស់ខ្ញុំគេមិនទាន់ទៅណាទេគេនៅចាំខ្ញុំនៅទីនោះខ្ញុំបានធ្វើខុសខ្ញុំមិនគួរលាក់កំបាំងនៅរឿងរ៉ាវទាំងនេះឡើយកំហុសដែលខ្ញុំបានធ្វើចំពោះគេវានឹងតាមលងបន្លាចខ្ញុំរហូតដល់ថ្ងៃស្លាប់បឹងនេះមិនមែនជាកន្លែងរស់នៅរបស់ខ្ញុំទេតែវាគឺជាភ្នូរតែមួយគត់ដែលរងចាំខ្ញុំសំណេរទាំងអស់នេះគឺមិនបាននិយាយតាក់ទងនឹងការបាត់ខ្លួនរបស់គាត់ទេតែគឺវានិយាយពីភាពសោកស្ដាយនិងស្ដាយក្រោយបូកផ្សំជាមួយនឹងភាពអស់សង្ឃឹមរបស់គាត់មានត្រង់ឃ្លាមួយបានសរសេរថាថ្ងៃនេះខ្ញុំបានឃើញមុខកូនប្រុសរបស់ខ្ញុំនៅក្នុងទឹកហើយគេថាខ្ញុំគឺជាឃាតករខ្ញុំមិនអាចទ្រាំរស់នៅម្នាក់ឯងបានទៀតទេផ្ទះនេះនឹងក្លាយទៅជាគុកសម្រាប់ខ្ញុំហើយបឹងនេះនឹងក្លាយទៅជាគុកសម្រាប់អ្នកទាំងអស់គ្នាដែលហ៊ានចូលមកបន្ទាប់ពីអានសៀវភៅនេះចប់លោកពូពិសិដ្ឋបានរៀបចំនិងដាក់វាចូលទៅក្នុងថត់តុចាស់នោះវិញកាត់រំលងមកដល់ម៉ោង 1 រំលងអធ្រាត្របរិយាកាសនៅក្នុងផ្ទះឈើចំណាស់នេះកាន់តែមានភាពត្រជាក់ទៅរីឯពន្លឺព្រះច័ន្ទស្លេកស្លាំងចាំងកាត់នៅចន្លោះបង្អួចដែលពោពេញទៅដោយធូលីដីទើបបង្កើតបានជាខ្សែពន្លឺរាយប៉ាយកាត់ភាពងងឹតស្លុងក្រុមការងារទាំង3នាក់បានដាក់គូតអង្គុយស្ងៀមដកដង្ហើមថ្នមព្រោះខ្លាចរំខានដល់ភាពស្ងប់ស្ងាត់ដ៏គួរឲ្យខ្លាចមួយនេះរំពេចនោះស្រាប់តែឮសំឡេងវាគឺជាសំឡេងចេញពីទឹកនៅខាងក្រោមសំឡេងនោះមិនមែនជាសំឡេងត្រីលោតទេឬក៏ខ្យល់បក់អ្វីឡើយតែវាគឺជាសំឡេងដែលមានសត្វធំម្យ៉ាងកំពុងរើខ្លួនយឺតនៅក្នុងភក់ជ្រាំក្តារឥដ្ឋដែលពួកគេអង្គុយចាប់ផ្ដើមញ័ររំជួយតិចហាក់បីដូចជាមានកម្លាំងអ្វីមួយកំពុងព្យាយាមក៏ក្រើកពីក្រោមដីអញ្ចឹងលោកពូវណ្ណាដែលកំពុងអង្គុយនៅក្បែរបង្អួចស្រាប់តែក្រលៀសភ្នែកទៅខាងក្រៅបានឃើញនៅពន្លឺពណ៌ខៀវមួយគូកំពុងតែរសាត់អណ្ដែតតាមទឹកចូលមកកាន់ផ្ទះនេះភ្លាមនោះគាត់បានបើកភ្នែកយ៉ាងធំនិងស្រែកឡើងផ្លាត់សំឡេងគាត់បាននិយាយថាមើលវាកំពុងមកហើយវាកំពុងចូលមកចិត្តហើយពន្លឺនោះបានរសាត់អណ្ដែតបន្តិចម្ដងឆ្ពោះមករកផ្ទះនេះផ្ទៃបឹងធ្លាប់តែងងឹតសុនសុងប្រែខ្លាចទៅពុបពេញទៅដោយពន្លឺពណ៌ខៀវចចាំងពន្លឺនេះដូចជាអណ្ដាតភ្លើងដ៏ធំមួយហើយអ្វីដែលគួរឲ្យព្រឺក្បាលជាងនេះទៅទៀតនៅពេលដែលពន្លឺនោះកាន់តែចូលមកគៀកស្រាប់តែផុសនៅភ្នែកមួយគូក្រហមឆ្អាលសម្លឹងមកកាន់ពួកគេដូចជាចងអាឃាតតាំងពីពេលណាមកអញ្ចឹងក្នុងពេលជាមួយគ្នានោះឧបករណ៍ EMF ដែលជាឧបករណ៍ចាប់នៅសញ្ញារបស់គាត់បានចាប់នៅសញ្ញាខ្លាំងខុសពីអតិបរមាហើយអ្វីដែលគាត់ដឹងនោះគឺថាវិញ្ញាណនេះគឺមានកម្លាំងមហិមាវាគឺជាវិញ្ញាណមួយដែលមានឥទ្ធិពលខ្លាំងដែលគាត់ពុំដែលចាប់សញ្ញាបានដូចនេះឡើយបើក្រឡេកមើលទៅលោកពូថាវិញគាត់កំពុងតែផ្ដោតអារម្មណ៍ជាមួយនឹងឧបករណ៍ថតសំឡេងរបស់គាត់តាមរយៈការត្រចៀករបស់គាត់ជំនួសឲ្យសំឡេងខ្យល់ដែលគាត់ធ្លាប់តែស្ដាប់បានដូចរាល់ដងវាប្រែទៅជាសំឡេងខ្សឹបខ្សៀវហើយសំឡេងនោះមិនមែនជាភាសាឡាវនោះទេតែវាគឺជាភាសា
បុរាណម្យ៉ាងដែលគាត់ស្ដាប់ពុំយល់ឡើយសំឡេងនោះមានលក្ខណៈវែងអន្លាយធ្វើឲ្យគាត់ព្រឺក្បាលវាហាក់បីដូចជាមនុស្សមួយដែលកំពុងតែលង់ទឹកស្ថិតនៅក្រោមទឹកហើយបានពន្លឺសំឡេងចូលមកកាន់ត្រចៀកគាត់អញ្ចឹងពូថៅបានព្យាយាមចុចថតនៅសំឡេងទាំងនោះឡើងញ័រដៃរហូតស្ទើរតែជ្រុះឧបករណ៍ពីដៃទៅហើយក្រឡេកមកមើលលោកពូពិសិដ្ឋវិញគាត់បានសម្រេចចិត្តថានឹងបែរខ្នងទៅកាន់បន្ទប់ចំណាស់នោះអ្វីដែលគាត់បានឃើញភ្លាមនោះវាគឺលេចឡើងនៅមុខគាត់គឺជាស្រមោលមួយដែលពោពេញទៅដោយកម្ដៅហើយវាបានក្រោកឈរឡើងចេញជារូបរាងលោកតាចំណាស់ម្នាក់ដែលមានខ្លួនស្គមចាស់ជរាដៃវែងរីរោអ្វីដែលគួរឲ្យព្រឺក្បាលជាងនេះទៅទៀតគឺគាត់មានតែមួយកំណាត់ខ្លួនទេភ្លាមនោះគាត់បាននិយាយសំឡេងមកកាន់ពួកគាត់ទាំង3នាក់ថាពួកឯងមិនត្រូវបានអនុញ្ញាតឲ្យមកកាន់ទីនេះទេសំឡេងនោះមិនបានបន្លឺចេញពីមាត់គាត់ទេតែវាហាក់បីដូចជាបន្លឺចេញពីក្រោមទឹកមកអញ្ចឹងសំឡេងក្រឡឮពាសពេញផ្ទះនោះធ្វើឲ្យពួកគាត់ទាំង3នាក់ញ័រទាំងខ្លួនប្រាណអស់ទៅហើយនៅពេលដែលរូបរាងរបស់លោកតាហៃបានចាប់ផ្ដើមរំកិលខ្លួនហោះកាត់ខ្យល់មកកាន់ពួកគេដោយគ្មានសំឡេងជើងដើរបរិយាកាសនៅក្នុងផ្ទះស្រាប់តែចុះត្រជាក់ដល់ចំណុច0ភ្នែកដែលគ្មានប្រស្រីវាបានសម្លឹងមកចំពីមុខលោកពូពិសិដ្ឋហាក់បីដូចជាចង់ស្រូបយកនៅព្រលឹងរបស់គាត់ទៅក្នុងភាពងងឹតអញ្ចឹងលោកពូពិសិដ្ឋគាត់បានសម្រេចចិត្តថានឹងបបួលគ្នាគាត់ទាំង3នាក់រត់ទៅវិញហើយគាត់លែងចង់ដឹងចង់ឮរឿងរ៉ាវអ្វីទៀតឡើយកំឡុងពេលនោះលោកពូពិសិដ្ឋគាត់បានស្រែកយ៉ាងផ្្លាត់សំឡេងដើម្បីឲ្យគ្នាគាត់ទាំង2នាក់ទៀតដឹងថានឹងត្រូវចាក់ចេញពីផ្ទះនេះយ៉ាងឆាប់រហ័សពួកគាត់ទាំង3នាក់បានស្រវេស្រវារត់ចេញពីផ្ទះនោះមានខ្លះរអិលដួលខំប្រឹងក្រោកស្រវេស្រវារកច្រកចេញលុះក្រោយចេញពីផ្ទះនោះទៅដល់ច្រាំងនៃទូកដែលគាត់បានចោតចោលនៅក្បែរនោះគាត់បាននាំគ្នាស្រវាឡើងទូកហើយប្រញាប់អុំចេញពីផ្ទះនោះយ៉ាងរហ័សរបស់របរដែលគាត់ដាក់មកគឺពុំបានយកទៅវិញឡើយកំឡុងពេលនេះគឺគាត់ភ័យរត់យកតែអាយុខ្លួនឯងតែប៉ុណ្ណោះនៅពេលឡើងដល់ទូកអុំចៅបានតែប៉ុន្មាននាទីពួកគាត់ទាំង3នាក់ក៏ស្រាប់តែមានអារម្មណ៍ថាមានភ្លើងអ្វីមួយហោះពីក្រោយធ្វើឲ្យពួកគាត់កាន់តែភ័យខ្លាំងជាងមុនទៅទៀតលុះក្រោយងាកទៅក៏ឃើញមានភ្នែកមួយគូហើយនឹងសំឡេងរបស់លោកតាចំណាស់នោះបានស្រែកពីក្រោយពួកគាត់ទាំង3នាក់ភ័យខ្លាំងណាស់រហូតតតែសម្រេចចិត្តថានឹងលោតចុះពីលើទូកហើយនាំគ្នាកាន់ទូកផាយជើងដើម្បីឲ្យទូកកាន់តែលឿនទៅដល់ច្រាំងម្ខាងទៀតបន្ទាប់ពីមកដល់ច្រាំងម្ខាងទៀតហើយពួកគាត់ទាំង3នាក់ក៏បានរត់ចូលទៅក្នុងភូមិនិងស្រែកផ្អើលឆោឡោធ្វើឲ្យអ្នកភូមិនៅទីនោះចេញមកមើលគ្រប់គ្នាអ្នកភូមិបានដឹងយ៉ាងច្បាស់ថានឹងមានរឿងអ្វីកើតឡើងលើពួកគាត់ទាំង3នាក់ដូច្នេះពួកគេមិនសួរនាំអ្វីច្រើនឡើយក៏ឆាប់គ្រាវពួកគាត់ទាំង3នាក់ទៅសម្រាកនៅក្នុងផ្ទះមួយរឿងរ៉ាវនេះមិនទាន់ចប់នៅឡើយទេបើទោះបីពួកគាត់បានចាក់ចេញពីភាពតក់ស្លុតដែលមិនអាចបំភ្លេចបានក៏ដោយភាពភ័យខ្លាចនេះ
មិនបានធ្វើឲ្យគាត់បាត់បង់ស្មារតីនៅក្នុងការចង់ដឹងចង់ឮពីរឿងនេះតទៀតឡើយវាបានជំរុញទឹកចិត្តឲ្យគាត់ចង់ដឹងនិងចង់ស្រាយចម្ងល់ពីផ្ទះរបស់លោកតាហៃគប់ផ្សំជាមួយនឹងលោកពូវណ្ណាគាត់បានថតនៅវីដេអូខ្លះៗជាប់ជាមួយនឹងឧបករណ៍ចាប់សញ្ញារបស់គាត់ EMF ហើយចំណែកឯលោកពូថាវក៏បាន record បាននៅសំឡេងមួយចំនួនតាក់ទងជាមួយនឹងឧបករណ៍ចាប់សំឡេងរបស់គាត់នោះក្រោយពីបានស្រស់ស្រួលសម្រួលអារម្មណ៍ហើយពួកគាត់ទាំង3នាក់បានចាក់ចេញពីភូមិនេះនាវេលាព្រឹកថ្ងៃបន្ទាប់ពួកគាត់បានមកកាន់ទីក្រុងវិញហើយលោកពូពិសិដ្ឋបានពិនិត្យមើលឯកសារដែលគាត់បានចាប់យកមកពីផ្ទះចំណាស់មួយនោះវាគឺជាកំណត់ហេតុរបស់លោកតាហៃនៅក្នុងសិភៅដែលគាត់បានស្រវាមកនាពេលចុងក្រោយនេះមានទំព័រមួយដែលបាននិយាយអំពីឆ្នាំ1907ដែលជាឆ្នាំនៃបឹងមាសនេះត្រូវបានជីកពង្រីកធំជាងមុនធ្វើទំនប់ទឹកមួយនៅក្បែរភូមិសាច់រឿងក្នុងសៀវភៅនោះបានសរសេរថាថ្ងៃនោះទឹកបានឡើងលឿនខ្លាំងធ្វើឲ្យលិចភូមិមួយទាំងមូលខ្ញុំបានព្យាយាមជួយធន់តែគាត់ជាប់នៅក្នុងផ្ទះរបស់គាត់ខ្ញុំបានត្រឹមតែមើលគាត់លិចស្លាប់ចំណែកឯកូនប្រុសរបស់ខ្ញុំវិចិត្របានឃើញអ្វីៗទាំងអស់ហើយគាត់ហៅខ្ញុំថាគឺជាឃាតករពីព្រោះពេលនោះខ្ញុំមិនបានទៅជួយធន់ឲ្យទាន់ពេលវេលាគាត់ថាខ្ញុំជាមនុស្សអាត្មានិយមឃើញស្លាប់នៅនឹងមុខហើយមិនចូលទៅជួយដោយសារតែកំហឹងនិងភាពអន្ទះសារធ្វើឲ្យខ្ញុំភ្លេចគ្រប់គ្រងខ្លួនឯងមួយពេលនោះខ្ញុំបានចាប់យកខ្សែពស់ទៅចងកូនប្រុសរបស់ខ្ញុំជាប់ជាមួយនឹងផ្ទះនោះហើយគេត្រូវបានលិចលង់ជាមួយនឹងធនឥឡូវនេះគឺគាត់ស្ថិតនៅក្នុងបឹងនោះឯងគាត់មិនដែលភ្លេចខ្ញុំទេហើយបឹងនេះក៏មិនអាចភ្លេចខ្ញុំដែរបន្ទាប់ពីលោកពូពិសិដ្ឋបានអាននៅសារទាំងអស់នេះហើយធ្វើឲ្យគាត់ដឹងថាផ្ទះឈើរបស់លោកតាហៃនេះមិនមែនជាផ្ទះតែមួយគត់ដែលស្ថិតនៅចំកណ្ដាលបឹងមាសនេះទេប៉ុន្តែវាគឺជាផ្ទះតែមួយគត់ដែលឈរជើងខ្ពស់ជាងគេលេចធ្លោនៅចំកណ្ដាលបឹងរីឯផ្ទះជាច្រើនទៀតត្រូវបានលិចលង់នៅក្នុងបឹងនេះទៅហើយវិញ្ញាណរបស់លោកតាហៃមិនត្រឹមតែជាខ្មោចប៉ុណ្ណោះទេតែគាត់គឺជាអ្នកទោសនៃកំហុសរបស់ខ្លួនដែលបានសាងឡើងទើបធ្វើឲ្យគាត់បាត់ខ្លួនមិនអាចទៅចាប់ជាតិនៅទីណាបានឡើយគាត់បានបាត់បង់កូនប្រុសរបស់គាត់ព្រោះកូនប្រុសរបស់គាត់បានឃើញនូវភាពទន់ខ្សោយនិងភាពច្រឡោតឆេវឆាវរបស់គាត់មួយពេលនោះកាត់រំលងទៅដល់លោកពូវណ្ណាគាត់បានកែច្នៃនៅឧបករណ៍ចាប់សញ្ញា EMF របស់គាត់ដែលគាត់បានយកមកមួយផ្នែកសម្រាប់ចាប់សញ្ញានោះរីឯផ្នែកផ្សេងៗទៀតត្រូវបានចោលនៅក្នុងផ្ទះនោះហើយអ្វីដែលគាត់ថតបានគឺពន្លឺពណ៌ខៀវដែលខិតជិតមកដល់ហើយកម្លាំងឧបករណ៍ EMF របស់គាត់បានកើនឡើងហើយពេលនោះហើយសមោលកម្ដៅរបស់លោកតាហៃក៏បានលេចឡើងចេញជារូបរាងមកដូចគ្នានៅក្នុងវីដេអូរបស់គាត់បានបង្ហាញពីអន្តរកម្មដែលគួរឲ្យភ្ញាក់ផ្អើលពន្លឺបឹងពណ៌ខៀវនៅពេលដែលវាចូលមកជិតឧបករណ៍ EMF ក៏កើនឡើងហើយលោកពូពិសិដ្ឋជឿថាវាគឺជាពន្លឺនៃវិញ្ញាណរបស់វិចិត្រកូនប្រុសរបស់តាហៃ
ឬក៏អាចជាវិញ្ញាណរួមនៃជនរងគ្រោះផ្សេងទៀតដែលត្រូវបានលិចលង់ស្លាប់នៅក្នុងភូមិចំណាស់នេះជាវិញ្ញាណទាំងអស់ដែលចងគំនុំនឹងស្អប់លោកតាហៃមួយទៀតគឺជាស្រមោលរបស់លោកតាហៃស្រមោលនេះមិនបានធ្វើចលនាទៅណាឡើយដល់ពេលពន្លឺខៀវមកដល់វាមានន័យថាខ្មោចលោកតាហៃមិនបានចេញមកលងអ្នកស្រាវជ្រាវទាំង3នាក់នោះទេតែគាត់កំពុងតែរត់គេចពីអ្វីមួយដែលគាត់ខ្លាចបំផុតនោះគឺកំហុសរបស់គាត់ដែលតំណាងដោយវិញ្ញាណផ្សេងទៀតស្ថិតនៅក្នុងបឹងនោះកាត់សេចក្តីរួមមកផ្ទះនេះមិនមែនជាកន្លែងខ្មោចរស់នៅទេតាមលោកពូពិសិដ្ឋគាត់បានសន្និដ្ឋានថាផ្ទះនេះគឺជាគុករបស់ខ្មោចតាហៃដែលជាប់នៅក្នុងនោះអស់រយៈពេលជាច្រើនឆ្នាំមកហើយជាមួយនឹងកំហុសរបស់គាត់ហើយអ្នកយាមគុកគឺបឹងទាំងមូលនេះឯងមិនឲ្យគាត់ចេញរួចពីបឹងនេះឡើយមួយឆ្នាំក្រោយមកលោកពូពិសិដ្ឋគាត់បានសម្រេចចិត្តថានឹងត្រឡប់ទៅបឹងមាសនោះជាលើកទី2តែលើកនេះគាត់នឹងទៅតែម្នាក់ឯងដើម្បីនឹងធ្វើពិធីសាសនាឲ្យបានត្រឹមត្រូវនឹងចង់ដោះស្រាយនៅអាថ៌កំបាំងរឿងនេះម្ដងទៀតគាត់បានទៅដល់ផ្ទះនោះនៅថ្ងៃពេញបរមីគាត់បានដាក់នៅកំណត់ហេតុប្រចាំថ្ងៃរបស់លោកតាហៃនៅលើតុចំណាស់នោះហើយបានអុជធូបថ្វាយដល់វិញ្ញាណទាំងឡាយដែលបានលិចលង់នៅក្នុងបឹងគាត់បានសូត្រធម៌បដិសណ្ឋារកិច្ចមួយដើម្បីសូមឲ្យវិញ្ញាណទាំងអស់បានទៅកាន់សុគតិភពនៅពេលដែលគាត់បានបួងសួងស្រមោលកម្ដៅបានលេចឡើងម្ដងទៀតនៅជ្រុងបន្ទប់នោះតែលើកនេះលោកពូពិសិដ្ឋមិនមានអារម្មណ៍ភ័យខ្លាចឡើយគាត់បាននិយាយទៅកាន់ស្រមោលទាំងនោះថាអោលោកតាហៃខ្ញុំបានដឹងរឿងរ៉ាវរបស់លោកតាអស់ហើយកូនប្រុសរបស់លោកបានអត់ទោសឲ្យលោកហើយតែវិញ្ញាណរបស់លោកនៅតែជាប់នៅទីនេះដោយសារតែការស្ដាយក្រោយនៅកំហុសរបស់ខ្លួនដល់ពេលដែលលោកត្រូវបានសម្រាកហើយសូមទៅកាន់សុគតិភពចុះភ្លាមនោះសំឡេងក្រហមដ៏ខ្លាំងបានលាន់ឮចេញពីផ្ទៃបឹងស្រាប់តែកម្លាំងឧបករណ៍ EMF របស់គាត់បានកើនឡើងសញ្ញាយ៉ាងខ្លាំងយ៉ាងឆាប់រហ័សពន្លឺពណ៌ខៀវបានលេចឡើងយ៉ាងច្រើននៅពាសពេញផ្ទៃបឹងវាមិនមែនជាភ្នែកទាំងគូទៀតទេតែវាគឺជាភ្នែករាប់សិបគូហាក់បីដូចជាកំពុងសម្លឹងមើលមកកាន់ផ្ទះនេះនៅពេលនោះលោកពូពិសិដ្ឋបានឃើញអ្វីដែលគួរឲ្យខ្លាចបំផុតវាគឺជញ្ជាំងផ្ទះបានចាប់ផ្ដើមស្រក់ទឹកបឹងពណ៌ខ្មៅបានចាប់ផ្ដើមជ្រាបចូលទៅតាមក្តារបន្ទះហូរដូចជាទឹកភ្នែកសំឡេងយំធ្ងរពីជុំវិញបឹងបានប្រែក្លាយទៅជាសំឡេងសើចដ៏ព្រឺព្រួចពន្លឺពណ៌ខៀវទាំងនោះបានមកជុំគ្នានៅជុំវិញផ្ទះហើយស្រមោលរបស់តាហៃបានចាប់ផ្ដើមញ័រយ៉ាងខ្លាំងរំកិលខ្លួនចូលទៅចិត្តជ្រុងងងឹតមួយស្របពេលដែលផ្ទះកំពុងតែជន់លិចដោយសារទឹកបឹងលោកពូពិសិដ្ឋបានឮសំឡេងខ្សឹបខ្សៀវមួយនៅចិត្តត្រចៀករបស់គាត់វាគឺជាសំឡេងក្មេងប្រុសដែលស្រែកថាគាត់គឺជារបស់យើងផ្ទះនេះគឺជារបស់យើងទឹកបឹងបានឡើងដល់កជើងរបស់លោកពូពិសិដ្ឋហើយមានភាពត្រជាក់ដូចជាទឹកកកអញ្ចឹងគាត់ដឹងថាវិញ្ញាណទាំងអស់នោះកំពុងតែព្យាយាមទាញគាត់ចូលទៅក្នុងអាណាចក្រនៃភាពងងឹតក្រោមបឹងនោះឯងពួកគេចង់ឲ្យនរណាម្នាក់រស់នៅដើម្បីលាតត្រដាងអាថ៌កំបាំងនេះឡើយគាត់បានដឹងថាគាត់មិនអាចជួយលោកតាហៃបានទេ
លោកតាហៃត្រូវតែរងគ្រោះរងទុកនៅក្នុងគុកងងឹតកណ្ដាលបឹងមួយនេះតែម្នាក់ឯងភ្លាមនោះលោកពូពិសិដ្ឋបានលោតចេញពីបង្អួចចូលទៅក្នុងទូករបស់គាត់វិញហើយបានចាក់ចេញយ៉ាងឆាប់រហ័សពេលដែលគាត់ងាកក្រោយគាត់បានឃើញនៅទស្សនវិជ្ជាចុងក្រោយដែលគាត់មិនអាចបំភ្លេចបាននោះគឺស្រមោលរបស់លោកតាហៃបានលោតសំយ៉ងខ្លួនចូលទៅក្នុងទឹកដែលកំពុងជន់លិចពន្លឺពណ៌ខៀវរាប់សិបគូបានខិតមកជិតផ្ទះហើយហាក់ដូចជាកំពុងតែលេបត្របាក់ផ្ទះនោះទាំងមូលផ្ទះឈើទាំងមូលបានចាប់ផ្ដើមញ័ររំជួយយ៉ាងខ្លាំងនៅលើកោះភក់នៅកណ្ដាលបឹងនោះហាក់ដូចជាវាកំពុងតែលិចបន្តិចម្ដងចូលទៅក្នុងបឹងដ៏ខ្មៅងងឹតមួយនេះលោកពូពិសិដ្ឋខំប្រឹងចៅទូកលុះមកដល់ច្រាំងវិញគាត់បានសម្លឹងទៅផ្ទៃបឹងនិងផ្ទះឈើនោះនៅតែឈរត្រឹងនៅទីនោះដដែលតែវាមើលទៅកាន់តែចាស់និងទ្រុឌទ្រោមជាងមុនចំណែកឯផ្ទៃទឹកបានស្ងប់ផ្សាជាថ្មីវាហាក់បីដូចជាគ្មានអ្វីកើតឡើងសោះឡើយតែក្នុងចិត្តរបស់លោកពូពិសិដ្ឋបានដឹងយ៉ាងច្បាស់ថាផ្ទះនោះមិនមែនជាផ្ទះទំនេរចោលនោះទេវាគឺជាគុកខ្មៅងងឹតដែលត្រូវបានដាក់អ្នកទោសឃាតករម្នាក់គឺលោកតាហៃហើយបឹងទាំងមូលគឺជាភ្នោរពោពេញទៅដោយវិញ្ញាណដែលត្រូវបានស្អប់និងខឹងសម្បារទៅលើលោកតាហៃការត្រឡប់មកបឹងនេះជាលើកទី2របស់លោកពូពិសិដ្ឋពុំបានសម្រេចបំណងដើម្បីចង់ជួយលោកតាហៃឲ្យទៅកាន់សុគតិភពឡើយប៉ុន្តែគាត់បានដឹងយ៉ាងច្បាស់ថាកំហុសរបស់លោកតាហៃมันអាចលើកលែងបានឡើយទើបធ្វើឲ្យគាត់ជាប់នៅក្នុងបឹងដ៏ខ្មៅងងឹតមួយនេះរហូតមកដល់សប្តាហ៍ថ្ងៃនេះអ្នកភូមិនៅតែនិយាយអំពីផ្ទះនៅកណ្ដាលបឹងនេះពួកគេតែងតែនិយាយថាពេលកណ្ដាលអាត្រៀតតែងតែឃើញមានរូបរាងស្រមោលដូចជាតាចាស់ម្នាក់កំពុងព្យាយាមអង្វរការអភ័យទោសតែត្រូវបានពន្លឺពណ៌ខៀវមានរាងដូចជាក្របភ្នែកជាច្រើនបានរុញសង្កត់គាត់លឹបចូលទៅក្នុងបឹងវិញអាថ៌កំបាំងនៃផ្ទះនេះនៅតែជារឿងដ៏គួរឲ្យព្រឺព្រួយបំផុតនៅក្នុងប្រទេសឡាវវាគឺជាទីតាំងនៃកំហុសរបស់លោកតាហៃនិងការសងសឹកដ៏សាហាវរបស់វិញ្ញាណស្ថិតនៅក្នុងបឹងនោះខ្ញុំសូមនិយាយអំពីបឹងមាសនេះម្ដងទៀតដោយលម្អិតនិងសង្ខេបប្រាប់អ្នកទាំងអស់គ្នាបឹងនេះគឺត្រូវបានរៀបចំនឹងការអភិវឌ្ឍនៅឆ្នាំ1970ដែលចង់ប្រែក្លាយតំបន់នោះទៅជាទំនប់ឬក៏អាងស្តុកទឹកដ៏ធំមួយដើម្បីសម្របសម្រួលដល់វិស័យកសិកម្មឬវិស័យផ្សេងដែលមានលោកតាហៃគឺជាចំណែកដ៏ធំនៅក្នុងរឿងមួយនេះប៉ុន្តែវាមានកំហុសបច្ចេកទេសនិងបញ្ហាធម្មជាតិផ្សេងទៀតទើបធ្វើឲ្យបឹងនេះចាប់ផ្ដើមបិទទំនប់ដើម្បីសន្សំទឹកស្របពេលនោះក៏មានភ្លៀងធ្លាក់ខ្លាំងខុសប្រក្រតីតែវាគឺជាខែវស្សាដាច់ឆ្នាំហើយទឹកបានកើនឡើងយ៉ាងលឿនហួសពីការនឹកស្មានធ្វើឲ្យប្រព័ន្ធនៃការពារបឹងនោះបានបាក់ធ្លាយហើយភូមិដែលស្ថិតនៅក្រោមបឹងនោះត្រូវបានទំនប់ទឹកទម្លាយទឹកមកលិចលង់ត្រឹមតែមួយយប់ប៉ុណ្ណោះអ្នកភូមិដែលដឹងខ្លួនក៏បានរត់ភៀសខ្លួនចេញទៅប៉ុន្តែអ្នកភូមិដែលគាត់មិនបានដឹងខ្លួនត្រូវបានលិចលង់ទៅក្នុងទឹកស្លាប់ទាំងអស់មិនត្រឹមតែប៉ុណ្ណោះផ្ទះសម្បែងសត្វពាហនៈផ្សេងត្រូវបានទឹកវាយលេបត្របាក់ទៅទាំងមូលកំឡុងពេលនោះលោកតាហៃក៏បានដឹងរឿងរ៉ាវនេះដែរហើយគាត់មិនបានជួយនៅអ្នកភូមិម្នាក់ដែលបានជាប់គាំងនៅក្នុងផ្ទះនោះទើបធ្វើឲ្យកូនរបស់គាត់ខឹងនិងថាគាត់គឺជាឃាតករដោយសារតែកំហឹងរបស់លោកតាហៃ
បានចាប់កូនរបស់គាត់ចងនៅផ្ទះនោះហើយបានធ្វើឲ្យកូននិងអ្នកភូមិម្នាក់នោះលិចលង់នៅក្នុងទឹកស្លាប់បាត់ទៅក្រោយពីប៉ុន្មានថ្ងៃកន្លងផុតទៅលោកតាហៃហាក់បីដូចជាធ្វើជាធម្មតាទោះបីជាគាត់បានបាត់បង់កូនក៏ដោយហើយអ្នកភូមិដែលគាត់បានរស់រានមានជីវិតគាត់បានចាប់ដើមសង្ស័យទៅលើលោកតាហៃម្ដងបន្តិចទើបមានអ្នកភូមិម្នាក់បានឃើញរឿងរ៉ាវនេះពីចម្ងាយហើយក៏បាននិយាយប្រាប់តគ្នាធ្វើឲ្យអ្នកភូមិនៅទីនោះស្អប់តាហៃទាំងអស់គ្នាហើយក៏រើចេញទៅរស់នៅតំបន់ផ្សេងរីឯលោកតាហៃមិនព្រមទៅណាឡើយគឺសាងសង់ផ្ទះស្ថិតនៅកណ្ដាលបឹងនោះនិងរស់នៅតែម្នាក់ឯងក្រោយមកគាត់ត្រូវបានបាត់ខ្លួននិងមិនដឹងដំណឹងសូន្យហើយនៅទីនោះតែងតែមានរឿងចម្លែកផ្សេងកើតឡើងជាបន្តបន្ទាប់រហូតមកដល់សម័យកាលមួយដែលមនុស្សគ្រប់គ្នាឃើញមានមាសស្ថិតនៅក្នុងបឹងនោះតាមពិតទៅវាគឺជាមាសរបស់អ្នកភូមិដែលត្រូវបានលិចលង់នឹងទឹកវាយត្របាក់នោះទេហើយគេដាក់ឈ្មោះឲ្យបឹងនេះថាគឺជាបឹងមាសប៉ុន្តែការពិតដែលគួរឲ្យភ័យខ្លាចវាគឺជាបឹងខ្មោចទៅវិញទេកន្លែងនេះគឺជាគុករបស់តាហៃពីព្រោះតាហៃបានសាងកំហុសយ៉ាងធ្ងន់និងមិនអាចលើកលែងបានហើយរឿងនេះក៏បន្តអាចកំបាំងរហូតមកដល់សប្តាហ៍ថ្ងៃនេះឯងរឿងរ៉ាវផ្ទះកណ្ដាលបឹងរបស់យើងនេះក៏បានឈានមកដល់ទីបញ្ចប់ហើយបើសិនបើអ្នកទាំងគ្នាចូលចិត្តនៅការនិទានរឿងរបស់ខ្ញុំនឹងខំព្យាយាមស្រាវជ្រាវស្វែងរកនៅរឿងរ៉ាវផ្សេងនៅតាមបណ្ដាប្រទេសនានាដើម្បីនិទានប្រាប់អ្នកទាំងគ្នាទៀតសូមកុំភ្លេចជួយចុច like subscribe ឬក៏ comment ពាក្យអ្វីមួយក៏បានដើម្បីឲ្យ channel ដ៏តូចរបស់ខ្ញុំនេះកាន់តែមានអ្នកស្គាល់ច្រើននិងក៏ដូចជាការលើកទឹកចិត្តខ្ញុំផងដែរអញ្ចឹងសូមអរគុណជួបគ្នាជាមួយនឹង Spirit Away នៅវីដេអូក្រោយៗទៀតជម្រាបលា